so ស្ដីតនេះតើមានអារម្មណ៍ថាជីវិតប្រចាំថ្ងៃណារបស់យើងជួនកាលដូចជាការដើរលឿនពេកណាភ្ញាក់ពីគេងទៅធ្វើការទៅរៀនហើយត្រឡប់មកវិញរួចហើយក៏ចូលគេងអញ្ចឹងវាវិលវល់ណាដល់ថ្នាក់យើងភ្លេចសួរខ្លួនឯងថាតើយើងកំពុងរស់នៅហ្នឹងឬក៏គ្រាន់តែមានដង្ហើមអញ្ចឹងណាចំណុចទី1ធម្មពលនៃបច្ចុប្បន្នកាលអញ្ចឹងមេរៀនទី1នេះគឺការរស់នៅជាមួយនឹងបច្ចុប្បន្នកាលហើយយើងភាគច្រើនគឺយើងរវល់តែស្ដាយក្រោយរឿងការពីម្សិលមិញឬក៏បារម្ភពីរឿងថ្ងៃស្អែកហើយមិនទាន់មកដល់អញ្ចឹងណាហើយយើងអត់បានរីករាយជាមួយនឹងកាហ្វេនៅក្នុងដៃឬក៏អាហារនៅលើចាននៅក្នុងតុចំពោះមុខយើងនោះទេជីវិតវាកើនឡើងហើយពេលនេះយើងនឹងដួលយើងអត់នៅទីនេះទេហើយមានន័យថាយើងកំពុងតែខកខានជីវិតទៅហើយចំណុចទី2គឺពេលវេលាមិនរងចាំនរណាឡើយមេរៀនទី2នេះគឺជារឿងពេលវេលាហើយយើងចូលចិត្តនិយាយថាចាំស្អែកចាំសប្តាហ៍ក្រោយចាំមានលុយចាំមានពេលចាំគិតកាប់ពិតថ្ងៃក្រោយអាចនឹងមិនមានពិតប្រកបឡើយអញ្ចឹងបើសិនជាយើងចង់ធ្វើអ្វីមួយយើងប្រាប់ថាមាននរណាម្នាក់ចង់រៀនអ្វីថ្មីណាចាប់ផ្ដើមពីថ្ងៃនេះទៅហើយនេះគឺជាចំណុចតូចមួយដែលអ្នកទាំងអស់គ្នាគួរតែរំលងមិនគួររំលងណាហើយគូប្រងចាំតតែមួយគ្រប់យ៉ាងល្អចោះទៅចាប់ផ្ដើមវាខាតពីទាំងអស់គ្នាអូខេអានេះគឺជារឿងសំខាន់តែចំណុចទី3សុខភាពហើយនឹងការដឹងគុណហើយជាមេរៀនចុងក្រោយហើយសំខាន់បំផុតគឺការដឹងគុណមានន័យថាការមើលថែសុខភាពខ្លួនឯងហើយក្នុងមួយថ្ងៃនេះគឺយើងជួបរឿងនឿយហត់ច្រើនមែនទេហើយគេមុននឹងយើងចូលគេងយើងសាក់សម្រាប់មួយនាទីឲ្យគិតអំពីសម្រងគំនិតណាបើថាសម្រស់ជីវិតឬក៏រឿងល្អៗ3យ៉ាងដែលបានកើតឡើងបើទោះវាជាគ្រាន់តែជាការញ៉ាំអាហារឆ្ងាញ់មួយពេលឬក៏យើងអាចបើកទ្វារឲ្យនរណាម្នាក់ក៏ដោយឬក៏ការដឹងគុណរឿងទូចតាចដែលធ្វើឲ្យយើងមានក្តីសុខខ្លាំងមែនទេណាហ្នឹងហើយនេះគឺជាហេតុផលទី3ដែលខ្ញុំបានរៀបរាប់ខាងលើនេះហើយមានហេតុផលជាច្រើនទៀតដែលអ្នកអាចធ្វើទៅបានអញ្ចឹងជាចុងបញ្ចប់វីដេអូបើន័យថាជីវិតប្រចាំថ្ងៃមិនមែនត្រូវតែល្អឥតខ្ចោះទេជឿខ្ញុំទៅជោគជ័យធំដុំរាល់ថ្ងៃនោះទេយើងត្រូវការរីកចម្រើនបន្តិចម្ដងណាសង្ឃឹមថាវីដេអូមួយនេះវាអាចជួយជាកម្លាំងចិត្តទូមួយសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃនេះអញ្ចឹងណាហ្នឹងហើយចុះសម្រាប់អ្នកទាំងអស់គ្នាវិញតើមេរៀនជីវិតមួយណាដែលទាំងអស់គ្នាចូលចិត្តជាងគេឬក៏មានរឿងអ្វីទាំងអស់គ្នាចង់ចែកម្លែកដែរទេកុំភ្លេច comment ណាហើយប្រាប់ខ្ញុំផងខាងក្រោមនេះផងហើយយើងនឹងចូលរួមអានទាំងអស់គ្នាហើយយើងនឹងរៀនជាមួយគ្នាហើយយើងនឹងរីកចម្រើនជាមួយគ្នាហើយយើងនឹងសប្បាយជាមួយគ្នាកុំភ្លេចស្រឡាញ់ខ្លួនឯងឲ្យបានច្រើនហើយរីករាយថ្ងៃនេះជួបគ្នានៅវីដេអូក្រោយបាយបាយ